បាទងាយសួរបាទសុំសួរមួយ AI នេះក៏មនុស្សពិត ខ្ញុំគឺជាមនុស្សពិតតា អូខេនិយាយលេងឯងអរគុណច្រើនពេកថ្ងៃហ្នឹងចង់សួរដែរថា Samsung មានអីដែលថ្មីមកបង្ហាញជូនទីផ្សារនៅក្នុងប្រទេសខ្មែរយើង ចានៅក្នុងរាត្រីនេះក្រុមហ៊ុន Samsung កម្ពុជាបានពំនាំទៅលើបច្ចេកវិទ្យាថ្មីបំពាក់នៅក្នុងឧបករណ៍ Samsung Electronics ទាំងអស់នៅក្នុងឆ្នាំ2025 ហើយអ្វីដែលយើងចង់ពំនាំគឺបច្ចេកវិទ្យា AI ដែលមានបំពាក់ដូចជានៅក្នុងទូរទស្សន៍ម៉ាស៊ីនបោកទូទឹកកកហើយនិងម៉ាស៊ីនត្រជាក់ហើយយើងមិនទាន់រាប់ទៅលើឧបករណ៍ទូចៗដូចជាម៉ាស៊ីនបូមទូលាយជាដើមហីបងចាហើយអញ្ចឹងកម្ពុជាកម្មវិធី AI នេះដើម្បីដំណើរការបានអតិថិជនគាត់ត្រូវតែ download កម្មវិធី Smart Thing នៅក្នុងទូរស័ព្ទដៃរបស់គាត់ដើម្បី activate ទៅលើមុខងារ AI ឲ្យវាដំណើរការ បាទអរគុណច្រើនបាទ